រឿងរ៉ាវនេះគឺបានមកពីបងប្រុសម្នាក់ឈ្មោះថាឆេងដែលកាលនោះគាត់គឺជាកម្មករសំណង់នៅឯប្រទេសជិតខាងកាលនោះដោយសារតែមានជីវភាពមិនធូរធារក៏បង្ខំឲ្យគាត់ត្រូវបញ្ឈប់ការសិក្សានិងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងដោយធ្វើជាកម្មករសំណង់កាលនោះគាត់គ្មានប៉ាសពតនោះទេដូច្នេះហើយគាត់ក៏ត្រូវបានធ្វើការដោយលួចលាក់នៅក្នុងចំណុចវត្តមួយកន្លែងដែលមានការរៀបចំឲ្យស្នាក់នៅក្នុងវត្តនោះពីសំណាក់ថៅកែរបស់គាត់តែម្ដងនៅទីនោះថៅកែរបស់គាត់បានរៀបចំបន្ទប់តូចជាប់គ្នាប្រហែលជា10បន្ទប់ដោយក្នុងមួយបន្ទប់គឺអាចស្នាក់នៅបានចំនួន4នាក់ដោយឡែកក្នុងនោះក៏មានបន្ទប់ទឹកប្រើប្រាស់ចំនួន2ផងដែរកម្មករនៅទីនោះមានការងារមួយគឺពួកគេត្រូវកសាងសាលាឆាន់នៅក្នុងវត្តនោះឲ្យបានរួចរាល់ប៉ុន្តែរាប់ខែរាប់ឆ្នាំសាលាឆាន់នោះកសាងមិនបានរួចសោះព្រោះតែកម្មករនាំគ្នារត់ចោលកន្លែងការងារម្ដងមួយក្រុមដោយសំអាងថាថៅកែមិនបើកប្រាក់ខែឲ្យភាពងឹងឆ្ងល់បានដកជាប់ក្នុងចិត្តរបស់បងឆេងជានិច្ចគឺថាគាត់បានរស់នៅទីនោះចំនួន3ខែទៅហើយតែថៅកែមិនដែលបើកប្រាក់ឲ្យយឺតនោះទេចុះហេតុអ្វីបានជាកម្មករនាំគ្នារត់រហូតអីចឹងឬមួយមកពីប្រាក់ខែតិចពេកតែសម្រាប់បងឆេងគឺគាត់គិតថាសមល្មមសម្រាប់គាត់ហើយមួយរយៈក្រោយកម្មករក៏ចេះតែរត់ចោលកន្លែងការងារជារឿយរហូតដល់វេលាមួយទើបបងឆេងគាត់បានដឹងការពិតដោយខ្លួនឯងជារៀងរាល់ថ្ងៃគាត់មិនដែលងូតទឹកនៅពេលយប់នោះទេប៉ុន្តែថ្ងៃនេះដោយសារតែមានគេចូលបន្ទប់ទឹកច្រើនទើបគាត់មិនអាចចូលងូតទឹកពីល្ងាចបានហើយយប់នោះផងដែរគាត់មិនត្រឹមតែងូតទឹកនោះទេគាត់បានឆ្លៀតបោកសម្លៀកបំពាក់ផងដែរយប់នោះគឺយប់គួសំពលគឺប្រហែលជាម៉ោង 7-10 យប់ទៅហើយក៏មានអ្នកណានៅក្នុងបន្ទប់ទឹកមួយទៀតដែរគាត់បានបងអង្គុយសម្លៀកបំពាក់ហៀបនឹងរួចទៅហើយក៏ស្រាប់តែបានឮសំឡេងសម្រាប់ជើងមនុស្សដើរនៅខាងក្រៅបន្ទប់ទឹកទៅមក 3-4 ត្រឡប់ហើយក៏ស្ងាត់បាត់ទៅវិញមិនបានគិតអ្វីច្រើននោះទេក៏បន្តបោកសម្លៀកបំពាក់ទៀតទៅលើកនេះក៏មានឮសំឡេងគោះទ្វារពីខាងក្រៅគាត់ក៏ស្រែកសួរថាអ្នកណាគេនៅខាងក្រៅបន្ទប់ទឹកមួយទៀតទំនេរហើយអ្វីក៏មិនចូលបន្ទប់ទឹកមួយទៀតទៅសំឡេងគោះទ្វារនៅតែបន្តព្រាមនោះគាត់ក៏បើកទ្វារមើលហើយក៏មិនបានឃើញអ្នកណាសោះឡើយក៏បិទទ្វារបន្ទប់ទឹកវិញទៅម្ដងនេះគាត់បានឮសំឡេងមនុស្សនិយាយគ្នាខ្សឹកខ្សៀវស្ដាប់មិនបានសោះប្រៀបដូចជាសត្វឃ្មុំកំពុងតែរុំសម្បុកអញ្ចឹងគាត់ក៏បានបើកទ្វារមកក្រៅមើលម្ដងទៀតតែក៏មិនបានឃើញអ្វីទៀតហើយមិនបង្អង់យូរក៏បានសម្រេចចិត្តប្រមូលសម្លៀកបំពាក់យកទៅដាក់សម្រាលចោលហើយក៏បានដើរចូលទៅក្នុងបន្ទប់គេងបាត់ទៅចូលទៅក្នុងបន្ទប់គេងគាត់បានសួរនាំទៅកាន់គ្នារបស់គាត់ថាអំបញ្ញមិញមានអ្នកណាទៅលោលេងជាមួយគាត់ទេម្នាក់មើលមុខគ្នាហើយក៏ឆ្លើយថាអត់ទេពួកខ្ញុំនៅក្នុងបន្ទប់រហូតមិនបានចេញទៅណាទេឬមានអ្នកបន្ទប់ផ្សេងទៀតដឹងខ្ជិលសួរនាំច្រើន
គាត់ក៏បានបបួលគ្នាគេងតែម្ដងព្រឹកស្អែកបានមកដល់គាត់ក៏បន្តការងារជាធម្មតាប៉ុន្តែកំឡុងពេលធ្វើការគាត់បានឮសំឡេងកម្មករផ្សេងទៀតនិយាយគ្នាថាមានគម្រោងថាឈប់ទៀតហើយដោយសារតែស៊ូនឹងខ្មោចលងមិនបាននោះទេឬបែបនេះគាត់ក៏នឹកឃើញដល់រឿងដែលគាត់បានជួបកាលពីយប់មិញហើយក៏គិតចង់ពិសោធន៍ឲ្យដឹងថាតើវាជារឿងពិតដូចដែលគេនិយាយមែនឬយ៉ាងណានៅពេលយប់ឡើងគាត់ក៏បានចូលទៅមុជទឹកក្នុងបន្ទប់ទឹកជាធម្មតាប៉ុន្តែលើកនេះគាត់បានលួចចោះប្រហោងទ្វារបន្តិចដើម្បីលបមើលសំឡេងដើរចុះឡើងក៏បានឮសារជាថ្មីមិនបង្អង់យូរគាត់ក៏បានលបមើលតាមប្រឡោះទ្វារដែលគាត់បានចោះនោះហើយក៏ស្រាប់តែបានប្រទះឃើញស្រមោលមនុស្សខ្មៅស្ទង់កំពុងតែដើរកាត់មុខបន្ទប់ទឹកទៅមកហើយក៏បានលេចចេញជារូបរាងស្ត្រីម្នាក់មានស្លៀកសម្លៀកបំពាក់ពណ៌សមើលទៅសក់ក្បាលវិញគឺសំពីងសំពងមុខខ្មៅរីឯភ្នែកវិញសគ្មានលីពណ៌ខ្មៅនោះទេហើយរំពេចនោះដែរស្ត្រីនោះក៏បានដើរមកគោះទ្វារបន្ទប់ទឹកដោយសំឡេងគោះខ្លាំងគាត់ភ័យខ្លាំងណាស់ខំយកដៃខ្ទប់មាត់ក្នុងចិត្តពេញរោគតែពាក្យកូនឪពុកកូនម្ដាយឲ្យជួយកូនផងបន្តិចមកក៏បានឮសំឡេងសមាជិករួមបន្ទប់របស់គាត់ហៅគាត់ពីក្រៅឆេងបងឯងចូលបន្ទប់ទឹកយូរម៉េចឮហើយគាត់សប្បាយចិត្តណាស់គាត់ស្ទុះបើកទ្វារចេញមកក្រៅតែអ្វីដែលរំពឹងទុកនោះគឺគាត់មិនបានឃើញមានអ្នកណានៅខាងក្រៅនោះទេមិនចាំយូរគាត់ក៏ស្ទុះរត់សំដៅទៅបន្ទប់ស្នាក់នៅយ៉ាងលឿនហើយបាននិយាយប្រាប់មិត្តភក្តិក្នុងបន្ទប់នៅរឿងរ៉ាវទាំងអស់ទាំងសភាពញាប់ញ័រទៅព្រឹកដូចជាកូនសត្វធ្លាក់ទឹកអញ្ចឹងយប់នោះបងឆេងគាត់មិនបានគេងទេគឺគាត់គ្រុនពេញមួយយប់តែម្ដងរហូតដល់ព្រឹកឡើងក៏បានថោកកែរបស់គាត់ជូនទៅមន្ទីរពេទ្យក្រោយមកបងឆេងក៏បានសុំថៅកែលាឈប់ពីការងារនិងបានទៅរកជំនាញការងារថ្មីផងដែរហើយការងារថ្មីរបស់គាត់នោះគឺជាជាងកាត់សក់ហើយសប្តាហ៍ថ្ងៃគាត់ក៏ជាជាងកាត់សក់មួយកន្លែងនៅក្នុងខេត្តបាត់ដំបងផងដែរអរគុណសម្រាប់ការតាមដានសម្រាប់តាំងពីដើមរហូតដល់ចប់